សួស្តីមិត្តភក្តិទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើម make up មុខយើងគឺបន្ទាប់ពីលាងមុខហើយគឺយើងទុកមុខយើងឲ្យស្អាតហើយកុំភ្លេចលាបនៅគ្រីមការពារកម្ដៅថ្ងៃព្រោះថាយើងត្រូវការចេញខាងក្រៅយើងកុំភ្លេចគ្រីមការពារកម្ដៅថ្ងៃហើយឥឡូវខ្ញុំជ្រើសរើសយកនៅម្សៅទុកខ្លាញ់ដើម្បីឲ្យការ make up របស់យើងនឹងឲ្យបានកាន់តែយូរទៀតសម្រាប់មាត់ក៏ដូចគ្នាយើងគួរតែលាបការពារមាត់របស់យើងហើយនេះខ្ញុំជ្រើសរើសនៅ BB cream ដើម្បីលាបនៅលើផ្ទៃមុខធ្វើឲ្យមុខរបស់យើងនឹងពេលដែលបែកញើសទៅគឺវាចូលបានល្អយើងផាត់ម្សៅផាត់នៅពីលើជាការស្រេចថ្ងៃនេះខ្ញុំជ្រើសរើសយកនៅពណ៌ដែលស្រាលបំផុតសម្រាប់ព្រោះថាយើងចេញខាងក្រៅយើងគួរតែជ្រើសរើសពណ៌ណាដែលយើងស្រាលហើយថ្ងៃហ្នឹងខ្ញុំផាត់ភ្នែកដែលអត់មានជាតិផ្លេកទេនៅពេលដែលយើងចេញខាងក្រៅពេលថ្ងៃហើយយើងផាត់មុខក្រាបពេកគឺអត់លក្ខណៈមើលទៅដូចធម្មជាតិទេវាឃើញរៀងហោះឥឡូវយើងយកពណ៌រៀងកម្ៅបន្តិចយកមកដាក់នៅចុងភ្នែកដើម្បីកុំឲ្យឃើញភ្នែករបស់យើងធ្លាក់យកពណ៌សរៀងសហ្នឹងយកមកដាក់គល់ភ្នែកដើម្បីធ្វើឲ្យភ្នែកយើងកាន់តែមានភាពស្រស់ស្អាតស្រស់ថ្លាជាមួយនឹង eyeliner ក៏ដូចគ្នាដែរថ្ងៃហ្នឹងខ្ញុំយកពណ៌ដែលពណ៌រៀងត្នោតដែលមើលទៅដូចធម្មជាតិព្រោះថារាល់ដងយើងយកពណ៌ខ្មៅដើម្បីគូ eyeliner ឲ្យឃើញកាន់តែកលាក់ច្បាស់ដើម្បីឃើញមានភាព sexy ជ្រើសរើសយកនៅពណ៌ color ដើម្បីយកមកផាត់ចិញ្ចើមដូចគ្នាឲ្យមើលទៅលក្ខណៈថាដូចធម្មជាតិថ្ងៃនេះយើងប្លែកបន្តិចព្រោះថាខ្ញុំយកជក់ដែលដូចជាលក្ខណៈ fur អញ្ចឹងដើម្បីមកគូនៅកតុយចិញ្ចើមព្រោះថានៅពេលដែលយើងចេញខាងក្រៅអញ្ចឹងវាភាគច្រើនវាលុបចិញ្ចើមរបស់យើងហើយយើងយកសម្រាប់សិតដើម្បីមកសិតមើលទៅដូចធម្មជាតិយក color ថ្ពណ៌រៀងផ្កាឈូកដើម្បីយកមកផាត់ថ្ពណ៌ទាំងសងខាងដើម្បីឲ្យ make up របស់យើងនឹងកាន់តែបានយូរអញ្ចឹងយើងគួរតែបាញ់ទឹកដើម្បីឲ្យវាស្ងួតទៅដើម្បីឲ្យមុខរបស់យើងជាប់បានកាន់តែយូរឥឡូវការផាត់មុខបែបធម្មជាតិរបស់យើងបានរួចជាស្រេចចូលមកដល់ផ្នែកសក់ខ្ញុំយកម៉ាស៊ីនគៀកដើម្បីមូរសក់ដើម្បីឲ្យមានភាពងាយស្រួលក្នុងការចាប់ម៉ូតសក់បន្តិចទៀតនេះយើងបាញ់សក់ជា3ដើម្បីមូរសក់ម្ដុំហើយយើងមានភាពងាយស្រួលក្នុងការមូរសក់យើងបាញ់សក់ជា3ហើយយើងឆែកនៅសក់កុំឲ្យពេលខ្លះយើងមើលអត់អស់ព្រោះថាយើងមូរសក់ខ្លួនឯងអញ្ចឹងឥឡូវការមូរសក់បានរួចរាល់ហើយជាស្រេចថ្ងៃហ្នឹងយើងយកក្រមាដើម្បីយកមកកែច្នៃធ្វើជាម៉ូតសក់កាត់ក្រមាជា3ផ្នែកឲ្យស្មើគ្នាដើម្បីយកមកក្រងការក្រងនេះវាមានភាពងាយស្រួលហើយគ្រាន់តែក្រង3ធម្មតាហើយយើងវិញកសែងហ្នឹងឲ្យវារៀងមូលទៅព្រោះថាកុំឲ្យពេលដែលយើងកាត់ទៅវាមានព្រុយអញ្ចឹងយើងគួរតែចងវាឲ្យស្អាតយើងចងរួចហើយឥឡូវយើងដល់ចាប់ម៉ូតសក់ឥឡូវយើងបានម៉ូតសក់ដ៏ស្រស់ស្អាតមួយដែលច្នៃពីកសែង
ហ្នឹងខ្ញុំយកកម្មាមួយទៀតដើម្បីកែច្នៃជាមួយនឹងម៉ូដសក់យើងយកពណ៌រៀងស្រស់បន្តិចដើម្បីចងមកលើសក់របស់យើងឲ្យកាន់តែមានភាពស្រស់ស្អាតឲ្យលេចជាមួយនឹងពណ៌សក់របស់យើងឥឡូវយើងចាប់ផ្ដើមដល់ម៉ូដសក់ទី3ខ្ញុំចងសក់នៅខាងក្រោយហើយចាប់3ដើម្បីក្រងវាហើយយើងចាប់រៀងហែកបន្តិចមកព្រោះសក់របស់យើងពេលដែលក្រងទៅវាឃើញរៀងតិចអញ្ចឹងយើងក្រងហើយយើងហែកវាដើម្បីយើងចាប់មូលយកតាគៀបខ្មៅដើម្បីញុកនៅសក់ហ្នឹងកុំឲ្យវាធ្លាក់ចុះមកយើងយកកម្មាយកមកវិញចូលគ្នាហើយយកមកដាក់នៅលើសក់របស់យើងវិញជា2ជុំហើយយើងយកអាកម្មាដែលសល់ហ្នឹងគឺយើងយកញុកចូលក្នុងនឹងជាការស្រេចសួស្តីដោយសារតែឥឡូវគឺខិតចិត្តមកដល់ចូលឆ្នាំខ្មែរនេះខ្ញុំបានលើកយកនៅកម្មាដែលយកមកកែច្នៃជាមួយនឹងម៉ូដសក់ដែលយើងអាចច្នៃជាម៉ូដសក់បានច្រើនប្រភេទនេះគ្រាន់តែជាគំនិតរបស់នាងខ្ញុំដើម្បីចែកជូនដល់បងប្អូនក៏ដូចជាមិត្តយុវវ័យមួយចំនួនដែលគាត់ចូលចិត្តក៏ដូចជានៅឱកាសបុណ្យចូលឆ្នាំខ្មែរគាត់នឹងទៅប្រារព្ធពិធីក៏ដូចជាទៅលេងល្បែងប្រជាប្រិយនៅវត្តចឹងទៅយើងអាចជាសម្លៀកបំពាក់មួយក៏ដូចជាម៉ូដសក់មួយដែលបងប្អូនអាចជ្រើសរើសយកមកកែច្នៃក៏ដូចជាយកមកព្យាយាម make up ក៏ដូចជាព្យាយាមធ្វើម៉ូដសក់